តោះសួស្តីអ្នកគ្នាថ្ងៃនេះគឺខ្ញុំនឹងធ្វើបទបង្ហាញ review ខ្នាតធំជាមួយនឹង Lamborghini Huracan របស់ខ្ញុំកូនឡានទាំងអស់នេះសុទ្ធតែជាប្រភេទកូនឡានទំហំ1លោក4ហើយពីច្រើនជា brand Mini GT ហើយសម្រាប់ឡានដែលខ្ញុំកំពុងតែកាន់ដៃហ្នឹងគឺជា brand របស់ Kiso ទេអ្នកគ្នា Kiso ហ្នឹងគឺជា brand មួយដែលមកពីជប៉ុនក៏ប៉ុន្តែរោងចក្រផលិតអីគឺនៅចិនដែរអ្នកនរហើយសម្រាប់ Kiso ផងដែរគឺធ្វើជាមួយនឹង Lamborghini Huracan LP 610-4ដែល brand ផ្សេងគឺមិនទាន់នឹងធ្វើទេប៉ុន្តែ Kiso បានធ្វើហើយជាឱកាសរបស់ខ្ញុំផងដែរកាលនឹងខ្ញុំទិញបានពណ៌ក្រហមនឹងមួយហើយបច្ចុប្បន្ននេះគឺខ្ញុំបានផ្លាស់ប្ដូរជាមួយនឹងកង់ថ្មីរបស់ឡាននេះផងដែរបើនិយាយពីទឹកថ្នាំរបស់ Kiso វិញគឺមិនសូវជាល្អពេកនោះទេដោយសារតែទឹកថ្នាំដែល Kiso បានបាញ់ទៅលើកូនឡាននេះគឺតាមមួយជាន់ទេដែលធ្វើឲ្យវាយើងអាចមើលឃើញថាពីស្ដើងហើយមិនសូវជាក្រហមដិតដូច Lamborghini Huracan មែនតើដែរប៉ុន្តែការដែលធ្វើបានចំណុចប៉ុណ្នេះគឺខ្ញុំគិតថាល្អមែនតើហើយសម្រាប់ Lamborghini Huracan គឺកម្រមានក្រុមហ៊ុនណាដែលធ្វើណាស់សម្រាប់ស៊េរីឆ្នាំ2015-16នេះឥឡូវយើងត្រឡប់មកមើលជាមួយនឹងមួយគ្រឿងទៀតដែលជាកូនបើរបស់ Mini GT តែម្ដងហើយកាលពីប្រហែលខែមុនគឺតម្លៃធូរថ្លៃមែនតើក៏ប៉ុន្តែឥឡូវគឺថ្លៃណាស់បាទជាមួយនឹង Lamborghini Huracan 610-14នេះគ្នាក៏ប៉ុន្តែនេះបំពាក់ទៅដោយ body kit Liberty Work ដែល Liberty Work នេះគឺជា license ដល់ទៅ2ក្រុមហ៊ុនមានថា Lamborghini បានផ្ដល់សិទ្ធិ corporation ជាមួយនឹង Liberty Walk ហើយ Mini GT ក៏បានទិញ license Liberty Walk ហើយក៏មានសិទ្ធិអាចនឹងធ្វើ Lamborghini អញ្ចឹងក៏អាចធ្វើបានជាមួយនឹងកូនឡាននឹងឡើងមកដែលការដែលចេញលក់នៅលើទីផ្សារគឺមិនសូវជាមានអ្នកណាចាប់អារម្មណ៍ទេចំពោះតម្លៃវិញដូចជាកាលនោះត្រឹមតែ$10ជាងទេក៏ប៉ុន្តែឥឡូវវិញគឺថ្លៃមែនតើសម្រាប់ Huracan Liberty Walk នេះហើយក៏មិនងាយស្រួលក្នុងការរកទិញដែរហើយខ្ញុំបានគោះជាមួយនឹងកាបូបម៉ាស៊ីនក្រោយក៏ខ្ញុំគោះបានមកគឺយើងអាចមើលឃើញម៉ាស៊ីនដែលនៅខាងក្នុងនឹងបានដែរក៏ប៉ុន្តែពេលដែលរូបរាងដើមរបស់វាគឺយើងអាចគោះមកបានទេហើយចំពោះចំណុចទាំងអស់នេះដែលអ្នកនរមើលឃើញថាវារៀងក្រកិចបន្តិចហ្នឹងគឺឡាននេះគឺខ្ញុំទិញមកទឹកពីគេទេមកជាមួយនឹងកញ្ចក់ពណ៌ខ្មៅសាប់តែម្ដងដែលកញ្ចក់សេនរបស់វាគឺពណ៌ក្រហមដូចជាមួយនឹងតួរបស់ឡាននឹងផងដែរក៏ប៉ុន្តែ it's okay វាគឺជាកូនឡានមួយដែលខ្ញុំ custom ដោយផ្ទាល់ដៃចឹងបើអ្នកនេះចូលចិត្តអាច collect ប្រភេទនឹងបានមកគ្រឿងនេះទៀតគឺខ្ញុំផ្លេច brand បាត់ទៅហើយក៏ប៉ុន្តែការដែលចេញដំបូងនេះមកគឺល្បីខ្លាំងមែនតើចំពោះ Huracan មួយគ្រឿងនេះដែលវាយកមកពីរូបរាងរថយន្តមែនតើហើយផលិតបានទៅជាកូនឡានទំហំ1លោក4ដែលមានបំពាក់ជាមួយនឹងការធូនម៉ាស៊ីននិង swap មិន swap ទៅណាទេគឺម៉ាស៊ីន Huracan ដែរគាត់ថាធូនដើម្បីទៅឡើង horsepower រហូតដល់1000ដូចជា1300 horsepower បើតាមខ្ញុំចាំហើយសម្រាប់ឡាននេះផងដែរគឺបំពាក់ទៅដោយ twin turbo ឬក៏គេហៅថា turbo អីគេទៅ TT អីគេនោះហើយចំពោះ detail វិញគឺ detail ច្រើនមែនតើរហូតដល់ថ្នាក់យើងថាចង់ដូចឡានមែនតើហ្នឹងនេះហើយចំពោះកង់ក្រោយវិញហើយនឹងកង់ខាងមុខគឺខុសគ្នាមានទូចនិងធំទៅដូចឡើងមែនតើអញ្ចឹងហើយsize skirt ហើយនឹងប៉ាណាមុខអីដែរចំណុច detail វិញគឺឡាននេះដាក់មកទាំងអស់តែម្ដងហើយចំពោះ hood កបោលវិញបើសិនជាកាលនោះខ្ញុំទិញមកខ្ញុំបើសិនជាឃើញ hood ហ្នឹងគឺខ្ញុំបែរជាឯនឹងគិតមើលដែរពួកខ្ញុំអត់សូវជួយចិត្តឡានដែរបំពាក់ hood កបោលទេវាមើលទៅបែបឆ្លើយពេកអីចឹងណាទៅថាតានឹងគឺជាចំណាប់អារម្មណ៍របស់ខ្ញុំឯងក៏ប៉ុន្តែក៏អត់អីដែរពេលដែលខ្ញុំទិញមកហើយក៏ខ្ញុំបានជួសជុល rebuild កូនឡាននឹងឡើងវិញហើយឥឡូវនេះក៏កំពុងតែដាក់តាំងនៅ showroom កូនឡានរបស់ខ្ញុំផងដែរ
នេះគឺជា Lamborghini Huracan Liberty Walk 610 នេះគ្នាក៏ប៉ុន្តែជា Twin Turbo មិន Body Kit ដូច Huracan មិញនោះទេអញ្ចឹងបើអ្នកទាំងនេះស្រឡាញ់ប្រភេទពួក Huracan Twin Turbo ហ្នឹងក៏អ្នកអាចរកទិញហើយនឹង collect បានផងដែរហើយចំពោះមួយគ្រឿងនេះទៀតនេះគឺជា Lamborghini Huracan Evo ដែលអ្នកនេះបានស្គាល់ហើយថាជាចំនួនបន្តពី Huracan Performance ទេមកគឺជា Huracan Evo ដែលជាចំនួនថ្មីរបស់ Huracan ផងដែរនិយាយទៅគឺចំពោះ Land Sport គេមិនសូវជាកំណត់ឆ្នាំដូចឡានយើងទូទៅធម្មតាគឺគេកំណត់ជាចំនួនវិញអញ្ចឹងបើកាលណាតែគេនិយាយអំពីចំនួន Huracan Evo នេះគឺគេនឹងដឹងថាអូគឺចាប់តាំងពីឆ្នាំ2018ដល់ឆ្នាំ2022ដែលរូបរាងរបស់នេះគឺជារូបរាង Lamborghini Huracan Evo សម្រាប់កូនឡាននេះមកដែរនឹងមើលទៅដូចសាមញ្ញក៏ប៉ុន្តែឡាននេះគឺខ្ញុំបាន modify ដូរកង់ដែលខ្ញុំទៅដាក់កង់ Lamborghini Huracan STO ដែលមានតកេមួយខ្ញុំបានដូរដាក់ Lamborghini Huracan ហ្នឹងហើយពេលដែលដាក់ទៅគឺ oh my god ស្អាតមែនតើដែលធ្វើឲ្យឡានហ្នឹងគឺឡើង spec មួយកម្រិតទៀតហើយចំពោះពីក្រោយវិញគឺខ្ញុំស្រឡាញ់មែនតើចំពោះ Huracan Evo នេះដែលស៊ីម៉ាំងរបស់វាគឺនៅខាងលើបើសិនជាយើងនិយាយទៅដល់ SVJ អីហ្នឹងគឺសេរីតែគ្នាទេបាទគឺបែបស៊ីម៉ាំងចឹងគ្រាន់តែថានេះគឺជាស្ដេចនៅ V10 ហើយម្ចាស់បងគឺស្ដេចនៅ V12 អីចឹងទៅហើយចំពោះមុខរបស់ Evo វិញគឺបែបត្រីឆ្លាមដោះចង្កោមតែម្ដងហើយសម្រាប់នេះគឺជា brand របស់ Mini GT ដូច្នេះហើយទឹកថ្នាំរបស់ Mini GT ដូចនៅបានឃើញចឹងគឺពិតជាដិតហើយនឹងតំណបានច្រើនជាន់មែនតើដែលធ្វើឲ្យយើងមើលឃើញថាកូនឡាននេះគឺ luxury real អូខេយើងមកត្រឡប់មកមើលជាមួយនឹង Lamborghini Huracan Sterato ដែលអ្នកនេះបានដឹងហើយថានេះគឺជា go-kart បែបអ្នកមានសម្រាប់ Lamborghini នេះគឺបង្កើតឡើងនៅក្នុងគោលបំណងដើម្បីបំពេញតម្រូវការភ្ញៀវដែលចូលចិត្តបែប rally ឬក៏បែបជិះបែប off road chill គឺ Lamborghini ក៏បានផលិតមកដែល performance នៅនឹងឡាននេះផងដែរគឺជា performance មួយដ៏ខ្លាំងដែរសម្រាប់ការដែលគេបង្គុំពី Lamborghini performance ទេបូកចូលគ្នាជាមួយនឹង Huracan Evo ហើយនឹងបូកជាមួយនឹងបច្ចេកវិទ្យាខ្លះទៀតដើម្បីបង្កើតបានទៅជា Can-Am បែប supercar មួយហ្នឹងទេវាគឺជាឡានដែលគេជិះបែបលើវាសាច់វាភក់អីចឹងទៅក៏មិនតែមិនមែនចុះទឹកបែបដូចឡានអបរ៉ូទេបាទថ្ងៃមុនឃើញអូសមួយបាទហើយបាទសម្រាប់ឡាននេះផងដែរគឺតម្លៃរបស់វាក៏មិនណយដែរបើតាមខ្ញុំដឹងក្នុងស្រុកខ្មែរយើងមែនតើគឺចន្លោះជាងកន្លះលានដុល្លារឯនោះបាទនេះគឺជាកំពូលឡានហើយមួយគ្រឿងនេះទៀតគឺជា Lamborghini Huracan Evo មួយគ្រឿងទៀត brand របស់ Mini GT តែពណ៌ក្រហមដោយអ្នកបានដឹងអញ្ចឹងប្រភេទ Mini GT ដែលធ្វើ Lamborghini Huracan គឺបច្ចុប្បន្ននេះកំពុងតែឡើងថ្លៃស្រួលដូចជាមាសឡើងថ្លៃអញ្ចឹងដែលធ្វើឲ្យខ្ញុំនឹកឃើញទៅដល់មាសកាលពីប្រហែលឆ្នាំមុនដែរបើសិនជាឡាននឹងចេញមកការចំណូលនោះមកគ្រាប់តែ10រៀលអីក៏ខ្ញុំមិនទិញដែរក៏ប៉ុន្តែបច្ចុប្បន្ននេះថ្លៃខ្លាំងមែនតែដែលវាលើសនឹងតម្លៃដើមប្រហែលរហូតដល់គុណនឹង5គុណនឹង6 7អីទៅហើយមួយគ្រឿងនេះទៀតគឺជា Lamborghini Huracan STO នេះគឺជាកំពូល spec មួយដែលធ្វើឡើងសម្រាប់ប្រណាំងក្នុងទីលានដែរគឺជាឡានបែប back track ក៏ប៉ុន្តែមិនត្រូវការ modify បន្ថែមទៅលើឡាននេះផងដែរដែលធ្វើឡើងមកគឺដើម្បីជា fun របស់អ្នកមានដែលចូលចិត្តបែបឡាន sport បាទក្នុងទីលានគឺរថយន្ត STO នេះអាចបើកពីផ្ទះរហូតដល់ទីលានដែលបើកទៅដល់ទីលានដោយខ្លួនឯងនិយាយទៅ performance របស់ Lamborghini Huracan STO នេះគឺជាកំពូលឡានដែលលយខ្លាំងមែនតើសម្រាប់រូបរាងនិងឈ្មោះផងដែរអញ្ចឹងវីដេអូនេះក៏ឈានមកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយបាយ